បើសិនជាយើងចេះតែប្រហារគ្នាចេះតែប្រមាថការទៀនមើងងាយប្រពៃណីវប្បធម៌សាសនាខ្លួនឯងអនាគតទៅប្រជាជាតិយើងនឹងបាត់បង់អ្វីគ្រប់យ៉ាងទាំងអស់គណាអ្វីគ្រប់យ៉ាងទាំងអស់យើងគួរតែរៀនសូត្របានពីប្រវត្តិតាំងពីយើងធ្លាក់សម័យអង្គរមកគឺយើងបាត់បង់រឿងរ៉ាវច្រើនណាស់ផ្លូវចិត្តក៏មានបាត់បង់អ្វីច្រើនណាស់ចឹងគូគិតឡើងនឹងឡើងវិញកើតជាប្រជាជាតិមួយត្រូវគិតថាទឹកដីកម្ពុជាវាជាផ្ទះរួមគណាហើយបងប្អូនយើងនៅលើទឹកដីនេះជាអ្នកកើតមកផ្ទៃជាមួយគឺផ្ទៃខ្មែរឈាមជួរតែមួយទេគួរណាស់តែកុំប្រកាន់ទុកអូសដំណើរគ្នាហើយព្រឹត្តិការណ៍សង្គមខ្លះវាកើតតែមួយផ្លេតក៏វារលត់ទៅវិញហើយគណាជាបលចុងក្រោយរបស់អាត្មាពេលណានិយាយដល់វប្បធម៌ប្រពៃណីរបស់បុរាណដែលបង្កើតមកសូមអស់លោកអ្នកកុំមើលតែរូបភាពអស់លោកអ្នកត្រូវមើលឲ្យបានជ្រៅពីក្រោយរូបភាពនោះគឺអ្វីជាគោលបំណងរបស់ប្រពៃណីវប្បធម៌បានគេធ្វើគណាមានតែការធ្វើសមារណកម្មនិងបុកបញ្ចូលគ្នានៃជំនឿសាសនាវប្បធម៌ប្រពៃណីច្បាប់ទម្លាប់ទាំងអស់ឆន្ទៈខ្មែរទាំងអស់រួមគ្នាទេទើបយើងអាចកសាងទឹកដីនិងរក្សាទឹកដីរបស់យើងបានណា